បាទសួស្តីអ្នកនរគ្នាលើមុនខ្ញុំបាននិយាយពីក្រុមថ្នាំនេះរួចហើយតើតើក្រុមថ្នាំ ACE inhibitor ហ្នឹងដែលមាន enalapril lisinopril captopril ថាវាប្រើប្រាស់យ៉ាងម៉េចផលប៉ះពាល់យ៉ាងម៉េចចឹងណាសូម្បីក្រុមថ្នាំ calcium channel blocker នេះក្រុមថ្នាំ calcium channel blocker ដែលជាថ្នាំអំឡុងទី2លេខ5នេះក៏ខ្ញុំបាននិយាយដែរបាទថ្ងៃនេះដែរខ្ញុំចង់និយាយអំពីបញ្ហាថ្នាំសម្ពាធឈាមមួយទៀតដែលគេយកមកប្រើប្រាស់នៅឃើញគេលក់នៅលើទីផ្សារដែលមានច្រើនមែនទែនបាទក្រុមថ្នាំទាំងអស់នោះមានដូចជាក្រុមថ្នាំពួកកង់ដុងសតង់ឡូសតង់វ៉ាល់សតង់លេខ80មីលីក្រាមឡូសតង់លេខ50កង់ដុងសតង់លេខ16ពីបែកសតង់លេខ150បាទជាពិសេសគឺតែមានសតង់ឃើញគេលក់នៅលើទីផ្សារច្រើនមែនទែនលេខ40លេខ80អីហ្នឹងណាហើយឬក៏អាចមានបូកដោយសម្ពាធឈាមគាត់អត់នឹងដូរបានល្អគេអាចបូកតែមានសតង់ជាមួយនឹងថ្នាំលេខ5ថែមទៀតក៏ថាបានដែរបាទហើយក្រុមនេះគេហៅថាក្រុម angiotensin 2 receptor blocker ឬក៏គេហៅកាត់ថា ARB មូលហេតុមកគេហៅ ARB ព្រោះក្រុមថ្នាំនេះវាទប់កុំឲ្យ angiotensin 2ហ្នឹងនេះលេខ angiotensin 2ហ្នឹងคล้ายទៅជា aldosterone បាទឬក៏វាអង្គយោតុងស៊ីនធូនោះវាប្រតិកម្មបញ្ចេញទៅជាបញ្ហាផ្សេងហ្នឹងកាលពីមុននៅក្រុមថ្នាំ ACE ដែលជាក្រុមថ្នាំ enalapril lisinopril នោះវាទប់អង្គយោតុងស៊ីនលេខ1នេះកុំឲ្យអង្គខ្លាយទៅជាអង្គយោតុងស៊ីនលេខ2ព្រោះអង្គយោតុងស៊ីននេះយើងដឹងហើយវាប្រកាសជាធ្វើឲ្យមានបញ្ហាជាច្រើនក្នុងខ្សែឈាមក្នុងរាងកាយរបស់យើងអញ្ចឹងឥឡូវគេបើសិនជាវាខ្លាយជាធូរហើយវាទប់ទៀតគេប្រើថ្នាំនោះទប់ទៀតបាទហាទប់ដើម្បីកុំឲ្យខ្លាយជា aldosterone បាទ aldosterone យើងដឹងហើយថាវាជាហូម៉ូនម្យ៉ាងដែលវាចេញមកពីកំពេញតម្រងនោមបាទហើយនឹងវាធ្វើឲ្យដកជាតិទឹកបាទវាស្រូបយកជាតិទឹកស្រូបយកសូដ្យូមអញ្ចឹងវាធ្វើឲ្យកោសិកាយើង overload បាទខ្សែឈាមយើងក៏ត្រាក់តឹងទៅអាចលើសសម្ពាធឈាមបាទវាប៉ះពាល់ទៅខ្សែឈាមធ្វើខ្សែឈាមយើង vasoconstriction បាទហើយធ្វើបញ្ជាទៅខួរក្បាលយើងទៀតអស់ហ្នឹងបញ្ជាខួរក្បាលយើងបញ្ចេញទៅជាពួកហូម៉ូនអាដេហាសហ្នឹងបញ្ចេញមកអញ្ចឹងវាធ្វើតែជាអាចមានលើសសម្ពាធឈាមបេះដូងខំប្រឹងអញ្ចឹងហើយមកគេយកថ្នាំនេះប្រើប្រាស់នៅនៃលើសសម្ពាធឈាមហើយនឹងបេះដូងហើយជាទូទៅថ្នាំនេះអត់ក្អកដូចថ្នាំក្រុម ACE លើកមុនទេហើយអ្នកជំងឺដែលប្រើក្រុមថ្នាំ ACE ពេលច្រើនអាចបើសិនជាមានក្អកគេនឹងបដូរមកជាក្រុមថ្នាំនេះវិញបាទបាទអរគុណច្រើនអ្នកនរគ្នាលើក្រោយខ្ញុំនឹងនិយាយអំពីក្រុមថ្នាំសម្ពាធឈាមផ្សេងទៀតយកមកនិយាយបាទ